ហេតុអ្វីបានជាអ៊ីរ៉ង់ធ្វើឲ្យអាមេរិកត្រូវកំទេចយន្តហោះចម្បាំងរបស់ខ្លួនឯងមូលហេតុនេះគឺគួរឲ្យភ្ញាក់ផ្អើលណាស់ត្រឡប់ទៅទសវត្សរ៍ឆ្នាំ1970នៅពេលនោះអាមេរិកនិងអ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធមេដឹកនាំអ៊ីរ៉ង់នៅពេលនោះមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះយន្តហោះស៊ើបការរបស់សហភាពសូវៀតតែងហោះឆ្លងកាត់លំហអាកាសរបស់អ៊ីរ៉ង់ដូច្នេះគាត់បានស្នើសុំអាមេរិកផ្ដល់យន្តហោះចម្បាំងដែលល្អបំផុតអាមេរិកបានផ្ដល់ជម្រើសពីរគឺ F-14 Tomcat និង F-15 Eagle ចុងក្រោយអ៊ីរ៉ង់បានជ្រើសយក F-14 និងបញ្ជាទិញចំនួនជាច្រើនគ្រឿងប៉ុន្តែក្នុងឆ្នាំ1979បដិវត្តន៍ធំមួយបានកើតឡើងនៅអ៊ីរ៉ង់រដ្ឋាភិបាលថ្មីបានប្រែក្លាយជាសត្រូវនឹងអាមេរិកហើយអាមេរិកក៏បានផ្អាកការគាំទ្រយោធាទាំងអស់ភ្លាមៗទោះជាយ៉ាងណាអ៊ីរ៉ង់នៅតែមានយន្តហោះ F-14 ទាំងនោះហើយពួកគេត្រូវការគ្រឿងបន្លាស់ដើម្បីរក្សាវាឲ្យហោះបានដូច្នេះអ៊ីរ៉ង់បានបង្កើតបណ្ដាញទិញលាក់លៀមដោយប្រើមនុស្សកណ្ដាលទិញគ្រឿងបន្លាស់ពីទីផ្សារផ្សេងៗហើយដឹកជញ្ជូនទៅអ៊ីរ៉ង់ដោយសម្ងាត់យុទ្ធសាស្ត្រនេះដំណើរការបានអស់ជាច្រើនឆ្នាំប៉ុន្តែពេលអាមេរិកបញ្ឈប់ប្រើ F-14 របស់ខ្លួនមានយន្តហោះជាច្រើនគ្រឿងនៅសល់ក្នុងទីថ្លាផ្ទុកយន្តហោះចាស់មួយនៅរដ្ឋ Arizona អ៊ីរ៉ង់បានឃើញវាជាឱកាសធំហើយដើម្បីបញ្ឈប់អ៊ីរ៉ង់មិនឲ្យយកគ្រឿងបន្លាស់ពីយន្តហោះទាំងនោះបានអាមេរិកបានសម្រេចកំទេចនិងកាត់បំបែកយន្តហោះ F-14 ជាច្រើនគ្រឿងរបស់ខ្លួនឯង